ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់បង្ហាញបងប្អូនគឺសម្លប្រហើរបុកគ្រឿងតាមបែបអ្នកបន្ទាយមានជ័យសម្រាប់គ្រឿងផ្សំមានដូចជាម្សៅអង្ករដែលយើងយកទៅត្រាំឲ្យវារីកហ្នឹងឆ្អឹងជំនីជ្រូកហើយនិងខ្លាញ់ជ្រូកហើយមានគ្រឿងដែលបុកស្រាប់មានខ្ជាយប្រហុកខ្ទឹមហើយនិងបន្លែមាននៅក្នុងវីដេអូហ្នឹងចឹងបងប្អូនចឹងមុននឹងយើងស្លយើងអាចរៀបចំគ្រឿងឲ្យហើយស្រេចដូចជាការចិតបន្លែហើយលាងវាសម្រស់ឲ្យរសជាតិស្រេចនៅពេលដែលយើងចង់ស្លគឺងាយស្រួលតែម្ដងសម្រាប់ត្រឡាចគឺខ្ញុំចិតសម្បកវាហើយបន្តមកទៀតខ្ញុំពុះវាជា2រួចកាត់វាជាកង់ស្ដើងហើយបន្តទៀតគឺននោងសម្រាប់ននោងខ្ញុំទិញមករាងក្តឹបដែរអញ្ចឹងវាខ្ចីល្អពេលញ៉ាំទៅឆ្ងាញ់ចឹងសម្រាប់ននោងគឺយើងចិតវាខុសពីត្រឡាចបន្តិចគឺយើងចិតវារាងបញ្ឆិតដូចជាចិតត្រសក់នៅពេលដែលយើងញ៉ាំវាជាមួយអន្លក់ធ្វើជាអន្លក់ញ៉ាំប្រហុកអីចឹងណាបងប្អូនចាបន្តមកទៀតមានស្នៀតពោតឬក៏ពោតខ្ចីហ្នឹងយើងចាត់វាបើសិនជាយើងចាត់នៅលើជ្រុញវាស្រួលជាងប៉ុន្តែខ្ញុំត្រូវថតវីដេអូចឹងខ្ញុំចាត់វាដោយផ្ទាល់ដៃវិញចាបន្តមកទៀតមានទំពាំងខ្ញុំទិញពីផ្សារមកគឺគេចាត់ឲ្យស្រាប់ហើយនឹងល្ពៅដូចគ្នាដែរសម្រាប់ទំពាំងបើសិនជាបងប្អូនចង់ឲ្យវាកុំឲ្យវាធំក្លិនបងប្អូនអាចស្ងោរវារួចចាំយកទៅស្លក៏បានដែរតែសម្រាប់ខ្ញុំអត់ចង់ចំណាយពេលច្រើនអញ្ចឹងខ្ញុំតែដាក់ជាមួយសម្លខ្ញុំតែម្ដងហើយបន្តមកទៀតយើងមានផ្សិតចំបើងសម្លប្រហើរគឺត្រូវការផ្សិតចំបើងបើអត់ផ្សិតចំបើងវាអត់សូវឆ្ងាញ់ប្រហែលទេហើយបន្តទៀតយើងមានបន្លែបៃតងដូចជាស្លឹកបាសផ្ទីហើយនឹងស្អំដូចគ្នាដែរចានិយាយទៅសម្លប្រហើរគឺរាំងចំណាយពេលយូរហើយនឹងថវិកាច្រើនដែរដោយសារយើងត្រូវទិញបន្លែច្រើនយកមកផ្សំចូលគ្នាដើម្បីឲ្យបានសម្លនឹងមួយមុខចឹងណាប៉ុន្តែម្ហូបហ្នឹងគឺល្អសម្រាប់សុខភាពដោយសារមានបន្លែច្រើនមានជាតិ fiber ច្រើនអីចឹងណាចឹងដំបូងយើងត្រូវការបុកអង្ករឲ្យវាម៉ត់ចាចឹងពេលដែលបុកអង្ករខ្ញុំដាក់ស្លឹកក្រូចសើចជាមួយឲ្យវាម៉ត់ចូលគ្នាតែម្ដងដោយសារគ្រឿងដែលទិញពីផ្សារស្រាប់ភាគច្រើនគឺគេអត់កិនជាមួយស្លឹកក្រូចសើចទេអញ្ចឹងយើងត្រូវការបុកវាផ្សេងបន្ទាប់ពីបុកម៉ត់ហើយខ្ញុំដាក់គ្រឿងដែលកិនស្រាប់ហ្នឹងចូលយើងបុកវាឲ្យចូលគ្នាម៉ត់ល្អចាកុំឲ្យវាឃើញស្លឹកក្រូចអណ្ដែតអញ្ចឹងពេលដែលយើងស្លអញ្ចឹងបន្តទៀតខ្ញុំដាក់ខ្ទឹមបើសិនជាបងប្អូនចូលចិត្តខ្ទឹមអាចដាក់ច្រើនជាងហ្នឹងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំដាក់តែ2កំពឹសទេចាបន្តមកទៀតគឺយើងដាក់ខ្ជាយចាខ្ជាយយើងត្រូវការហាន់វាដើម្បីឲ្យបុកទៅឆាប់ម៉ត់ចំណេញពេលវេលាដែរហើយយើងបុកវាឲ្យម៉ត់បើសិនជាអត់ម៉ត់ទេនៅពេលដែលយើងញ៉ាំទៅប៉ះវាគឺធំក្លិនហាងពេញមាត់តែម្ដងចាអញ្ចឹងបន្តមកទៀតយើងត្រូវការដាក់ប្រហុកដែរអញ្ចឹងប្រហុកខ្ញុំច្រាំវាឲ្យម៉ត់រួចហើយចាំដាក់ចូលដើម្បីឲ្យពេលដែលយើងស្លទៅកុំឲ្យមានឆ្អឹងជាប់ឆ្អឹងប្រហុកអញ្ចឹងអត់ឆ្ងាញ់ទេចាពេលដែលយើងចិញ្ច្រាំវាហើយយើងយកទៅបុកលាយជាមួយគ្រឿងយើងតែម្ដងចានៅពេលដែលបុកគ្រឿងយើងហើយរួចជាស្រេចអស់ហើយគ្រប់គ្រឿងហើយយើងចាប់ផ្ដើមដាក់ឆ្នាំងស្លតែម្ដងចាចឹងឆ្នាំងសម្លរបស់ខ្ញុំរាងធំដែរដោយសារខ្ញុំធ្វើច្រើនទុកញ៉ាំពេញមួយថ្ងៃចាអញ្ចឹងដំបូងខ្ញុំដាក់ខ្លាញ់ជ្រូកចំហៀវវាឲ្យក្រៀមសិនបាទខ្ញុំដាក់កូរគ្រឿងតាមក្រោយហើយដោយសារតែឆ្នាំងខ្ញុំវារាងស្ដើងដែរខ្លាចលោវាជាប់អញ្ចឹងខ្ញុំក៏ថែមខ្លាញ់ជ្រូកដែលខ្ញុំធ្លាប់ធ្វើទុកដាក់ទូទឹកកកហ្នឹងដើម្បីឲ្យខ្លាញ់ហ្នឹងវាចេញជាតិល្អកុំឲ្យវាជាប់ឆ្នាំងចានៅពេលដែលខ្លាញ់ជ្រូករបស់យើងក្រៀមហើយយើងចាប់ផ្ដើមដាក់គ្រឿងដែលយើងបានបុកមុនហ្នឹងចូលហើយកូរវាឲ្យសព្វបងប្អូនអាចដាក់គ្រឿងស្ករពីចេងជាមួយពេលហ្នឹងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំដាក់ឆ្អឹងជំនីជ្រូកចូលសិនហើយបានខ្ញុំដាក់គ្រឿងតាមក្រោយឲ្យវាចូលជាតិជាមួយនឹងឆ្អឹងជំនីរបស់យើងចាអញ្ចឹងយើងធ្វើការកូរវាទៅកុំឲ្យវាខ្លោចបើមិនជាខ្លោចគឺឆ្ងៀមអត់ឆ្ងាញ់ទេសម្លរបស់យើងអាចនឹងល្វីងចាអញ្ចឹងខ្ញុំដាក់ទឹកត្រីថែមបន្តិចចាបន្តមកទៀតយើងកូរវាឲ្យជាប់រហូតដោយសារតែខ្លាចវាខ្លោចឆ្នាំងរបស់ខ្ញុំវាស្ដើងដែរចាបន្តមកទៀតខ្ញុំដាក់បន្លែណាដែលរឹងមុនដូចជាទំពាំងហើយនឹងល្ពៅតាមពិតទំពាំងបើសិនជាយើងស្ងោរមុនយើងអាចដាក់វាក្រោយក៏បានដែរតែខ្ញុំដាក់វាស្រស់អញ្ចឹងខ្ញុំចង់ឲ្យវាចេញជាតិបានល្អកុំឲ្យញ៉ាំទៅវាហាងទំពាំងនឹង
ចឹងខ្ញុំដាក់ទឹកមួយចានគោមហើយដាក់2ចានគោមបើសិនជាបងប្អូនអត់ចង់បានទឹកច្រើនដាក់តែ1 កន្លះអីក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តហត់ទឹកច្រើនអញ្ចឹងខ្ញុំអត់ចូលចិត្តសម្លខាប់ទេខ្ញុំដាក់ទឹករាងច្រើនអញ្ចឹងសម្លយើងពុះហើយខ្ញុំក៏ដាក់ចាមានផ្សិតមានតឡាចមាននងមានស្នៀតពោតហ្នឹងដាក់ចូលទៅយើងរំងាស់វាមួយសន្ទុះឲ្យវាស្លោកហើយស្របពេលដែលយើងដាក់ហ្នឹងយើងអាចភ្លក់មើលថាទឹកសម្លយើងមិនដែរសម្រាប់ខ្ញុំត្រូវការថែមអំបិលបន្តិចចាអញ្ចឹងយើងកូរវាឲ្យវាចូលជាតិហើយយើងគ្របវាមួយសន្ទុះនៅពេលដែលបន្លែរបស់យើងរាងស្លោកទន់ល្អហើយយើងចាប់ផ្ដើមដាក់បន្លែបៃតងចូលចាគឺសម្លហ្នឹងគឺឈ្ងុយខ្លាំងពេញភូមិតែម្ដងដោយសារតែក្លិនខ្ជាយហើយនឹងក្លិនគ្រឿងបុកចង់ធ្វើឲ្យសម្លហ្នឹងគឺឈ្ងុយចុងក្រោយគឺដាក់ជីប្រហើរឬក៏ជីសចាបើសិនជាបងប្អូនអត់មានដាក់ជីក្រហមឬក៏ជីនាងវងហ្នឹងក៏បានដែរចាបើសិនជាយើងភ្លក់វាទៅល្មមឆ្ងាញ់ហើយយើងអាចបិទហ្គាសទុកបានហើយអញ្ចឹងសម្លរបស់ខ្ញុំឆ្អិនហើយអរគុណបងប្អូនសម្រាប់ការទស្សនាអរគុណ